បាទប្រិយមិត្តទូទាំងជនយើងជួបគ្នាចុងក្រោយនៅក្នុងវគ្គនេះគឺទេសនារូបភាព highlight ការប្រកួតពេញតង់តែម្ដងបាទនេះគឺជាការប្រកួតបាទជំនួបរវាងក្រុម Nagavel បាទជួបជាមួយនឹងក្រុមបាទអគ្គស្នងការដ្ឋាននគរបាលជាតិបាទនេះគឺជាជំនួបបាទនៅក្នុងសប្តាហ៍ទី17បាទដែលការប្រកួតធ្វើឡើងនៅឯពហុកីឡដ្ឋានជាតិបាទគឺការប្រកួតបាទចាប់ផ្ដើមនៅក្នុងតង់ទី1បាទគឺការកែបាល់ចេញពីខាងក្រុមបាទប៉ូលីសកន្លែងនេះហើយបាទការសុទ្ធមួយជើងមកនៅដើមតង់ពីកីឡាករ Joy Galachi Stanley បាទហើយមកសាទៀតតែតមកក្បាលកន្លែងនេះមានការជួយសង្គ្រោះបាទពីខ្សែការពារបាទការលើកមួយជើងល្អមែនទែនបាទគាត់តែតមកក្បាលពី Joy Galachi ទៀតប៉ុន្តែបាល់នេះហេងបាទគឺអត់ទៅដល់ពាក់កណ្ដាលបាទខ្សែពណ៌សបាទដល់ពាក់កណ្ដាលគឺបានចូលហើយប៉ុន្តែមិនផុតបាទហើយកន្លែងនេះហើយការព្យាយាមនេះគឺសុទ្ធមួយជើងមួយសាទៀតបាទការបញ្ជូនល្អមែនទែនពី Rashid Omokafe បាទហើយដាក់មួយជើងពី Sosuhana បាទប៉ុន្តែប្រាក់ភិរុនជួយសង្គ្រោះបានមួយសាទៀតបាទកន្លែងនេះគឺជាការគ្របនាំមុខជាលើកដំបូងបាទនាទីទី39បាទពីកីឡាករសុនសវណ្ណរទ្ធីបាទលើកបាល់ free kick កោងចូលទីល្អមែនទែនបាទការបញ្ឆោតពីកាពីតានក្រុមបាទហើយលើកទៅកន្លែងនេះគឺមកប្រឡោះល្មមបាទនាទីទី36បាទគឺ39បាទគឺនាំមុខបណ្ដោះអាសន្នទៅលើក្រុមប៉ូលីសបាទ1-0បាទចូលបន្តនៅក្នុងតង់ទី2បាទក្រុមទាំងពីរហាក់ដូចជាដាក់សម្ពាធទៅលើក្រុមបាទលៀងគ្នានឹងខ្លួនបាទកន្លែងនេះការព្យាយាមដាក់មួយជើងនេះពី Rashid ប៉ុន្តែมันបានសម្រេចទេបាទចូលបន្តកន្លែងនេះហើយតែតមកក្បាលល្អមែនទែនបាទពីកីឡាករ Tutu Michael បាទការលើកបាល់របស់កីឡាករ Tedina បាទនាទីបាទគឺបាទ50បាទនៅក្នុងដើមតង់ទេទើបតែបាន5នាទីបាទទូ Michael អាចតាមស្មើវិញ1-1បាទគឺសប្បាយចិត្តមែនទែនបាទការប្រគំបន្តគឺមានការបាទកំហុសច្រើនមកនិយាយទៅបាទកន្លែងនេះកាប់មួយជើងផុតបាទគឺសោកស្ដាយមែនទែនសម្រាប់ Naga ពី Rashid Omokafe បាទមួយជើងនេះសល់ដៃចុងដៃទី2កីឡាករប្រាក់ភិរុនបាទកន្លែងនេះការតែតមកក្បាលមួយសាទៀតប៉ុន្តែមិនចូលទេបាទគឺបាទចេញឆ្ងាយហើយកន្លែងនេះក៏សុទ្ធមួយជើងថែមបាទគឺនិយាយទៅគឺ Rashid Omokafe នេះគាត់មានឱកាសនៅក្នុងការសុទ្ធច្រើនបាទប៉ុន្តែអត់ទាន់បានសម្រេចទេកន្លែងនេះសល់មួយជើងនេះគឺបាទអ្នកចាំទីជួយបានទៀតបាទកាប់មួយជើងស្ដាំនេះគឺល្អមែនទែនបាទគឺខ្វេចេញបន្តិចបាទប្រាក់ភិរុននោះក៏ជំនាញខាងសេវទៀតបាទចូលបន្តបាល់ free kick កន្លែងនេះហើយបាទការតែតមួយក្បាលបានសម្រេចបាទនាទីទី82ទៅហើយបាទពីកីឡាករ Joy Galachi Stanley បាទមួយក្បាលនេះគឺរៀបរយតែម្ដងគឺនាំមុខ2-1ទៅលើក្រុមប៉ូលីសបាទនេះហើយបាទការតែតនេះគឺពេញទំហឹងតែម្ដងបាទអ្នកចាំទីក៏ជួយមិនបានដែរបាទថាការតែតបាទបន្តមកទៀតបាទគឺការលើកបាល់មួយសានេះគឺញ៉ាកដាក៏ផ្លុំកញ្ចែបញ្ចប់ការប្រកួតបាទនេះគឺជាស្ថិតិនៅក្នុងការប្រកួតពេញតង់បាទគឺ Nagavel 2-1ទៅលើប៉ូលីសហើយការគ្រប់គ្រងបាល់53-47សុទ្ធចំគោលដៅ7-4ខុសគោលដៅ6-2កំហុសដល់ទៅ25-19ច្រើនមែនទែនបាល់ជ្រុង5-4 Orzer 1-2កាត់លឿង3-2កាត់ក្រហមអត់មានទេបាទហើយលទ្ធផលផ្លូវការនៅឯ OSN គឺ full time ហើយគឺភ្នំពេញក្រោនបាទយកឈ្នះ Western 2-1ហើយការប្រកួតនៅថ្ងៃសុក្រ BTV នឹងធ្វើការផ្សាយផ្ទាល់ប្រខ័ណ្ឌរាជស្វាយរៀងទទួលស្វាគមន៍បឹងកេតអង្គរ FC នៅកីឡដ្ឋានខេត្តស្វាយរៀងថ្ងៃសៅរ៍ Western ជួបជាមួយនឹងក្រុម Cambodia Tiger ហើយថ្ងៃអាទិត្យមាន2គូអាស៊ីអឺរ៉ុបជួបភ្នំពេញក្រោននិងផ្សាយផ្ទាល់ការប្រកួត CMAC ជួបជាមួយនឹងក្រសួងការពារជាតិបាទនេះគឺជាការអាប់ដេតពិន្ទុចុងក្រោយគឺ Nagavel រក្សាលេខ3ដដែលគឺមាន34ពិន្ទុភ្នំពេញក្រោនកើនឡើងពិន្ទុស្មើគ្នាជាមួយប្រខ័ណ្ឌរាជស្វាយរៀងមាន25ខណៈដែលប៉ូលីសហើយនិង Western គឺរក្សាចំណាត់ថ្នាក់ដដែលបាទប្រិយមិត្តទូទាំងស្និកជនជាទីគោរពនិងជាទីមេត្រីនៃការផ្សាយផ្ទាល់បាល់ទាត់លីកកម្ពុជាកម្ពុជារវាងក្រុម Nagavel ហើយនិងក្រុមប៉ូលីសបានបញ្ចប់សពគ្រប់ហើយ13ពិន្ទុបានទៅលើក្រុម Nagavel សូមអរគុណសម្រាប់ការតាមដានទស្សនារបស់លោកអ្នកកសូខន្តីអភ័យទោសនៅរាល់កំហុសខុសឆ្គងរបស់ក្រុមការងារទូទៅ BTV ក៏ដូចជាខ្ញុំបាទទាំងពីរនាក់សម្រាប់ពេលនេះខ្ញុំបាទទាំងពីរនាក់និងក្រុមការងារសូមអរគុណនិងសូមគោរពលា